សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំមានវីដេអូមួយពាក់ព័ន្ធចែកម្លែកទៅនឹងការហាត់ប្រាណហើយហាត់ប្រាណប្រចាំថ្ងៃរបស់ខ្ញុំហើយតែនឹងបង្ហាញអ្នកនរគ្នាទៅពេលបន្តិចទៀតនេះអញ្ចឹងដូចអ្នកនរគ្នាដឹងស្រាប់ហើយដើម្បីហាត់ប្រាណឲ្យបានត្រឹមត្រូវយើងត្រូវតែមានការវិភាគមួយដ៏ត្រឹមត្រូវដែរចឹងចំពោះការវិភាគខ្ញុំបានបែងចែកទៅជា6ថ្ងៃក្នុងមួយសប្តាហ៍អញ្ចឹងថ្ងៃច័ន្ទយើងលេងអីថ្ងៃច័ន្ទថ្ងៃអង្គារយើងលេងអីអញ្ចឹងថ្ងៃនេះដោយសារតែថ្ងៃនេះថ្ងៃច័ន្ទខ្ញុំបានជ្រើសរើសហាត់3-4ប្រភេទយកមកហាត់ប្រាណអញ្ចឹងមហាត់ទី1ហ្នឹងគឺគេហៅថា bench press សម្រាប់ខ្ញុំលេង3សិតហើយក្នុងមួយសិតពី12ទៅចន្លោះពី12ទៅ8ពីមានន័យថាយើងរាប់ពីខ្ពស់មកទៀតអញ្ចឹងយើងធ្វើសិតដំបូងយើងធ្វើរៀងច្រើនទៅដល់មកយើងសិតទី2យើងធ្វើតម្លាក់ត្រឹម10ហើយបន្ទាប់មកសិតទី3យើងលេងត្រឹមតែ8បានហើយអញ្ចឹងហើយចំពោះគីឡូគឺគីឡូដាក់អ្វីដែលអ្នកនេះអាចធ្វើបានកុំលោបគីឡូគឺគីឡូធ្ងន់ហើយដែលក្នុងនោះ bench press យើងមានរហូតដល់3ម៉ាស៊ីនដែលគេហៅថាមួយហ្នឹងគឺម៉ាស៊ីនដេកធម្មតាហើយនេះគេហៅថា decline machine អញ្ចឹងយើងថា decline មានន័យថាយើងលេងក្បាលចុះក្រោមដដែលដូចគ្នាដដែលគឺលេង3សិតគឺ8ពី12ទៅ8ពី8ទៅ12អញ្ចឹងអ្នកនរមានន័យថាពីតូចមកទៀតអញ្ចឹងពីគីឡូស្រាលទៅគីឡូធ្ងន់អញ្ចឹងកាលណាតែគីឡូធ្ងន់យើងរាំងតម្លាក់ rep បន្តិចហើយធ្វើយ៉ាងណាឲ្យបានគ្រប់ចំនួនអញ្ចឹង focus ទៅលើ rep របស់យើងហើយនឹងសាច់ដុំទ្រូងរបស់យើងហើយដើម្បីឲ្យសាច់ទ្រូងយើងផាំមានន័យថាធ្វើយឺតដល់ពេលកាលណាតកែយើងធ្វើយឺតដល់ពេលកម្លាំងយើងប្រើមកវិញយើងចាប់ដើមគេហៅថាសាច់ដុំយើងដាច់រហែកធ្វើឲ្យយើងចាប់ដើមផាំនៅសាច់ដុំរបស់យើងអញ្ចឹងនេះគឺជាលំហាត់ប្រាណdecline ដែលប្រើប្រាស់ម៉ាស៊ីន press ចឹងអ្នកនរគ្នាហើយយើងធ្វើយឺតដើម្បីឲ្យដុំយើងចាប់ផ្ដើមចូលដំណើរការល្អប្រសិនបើគីឡូធ្ងន់ពេកលោកអ្នកអាចដកពួកយើងអាចដកគីឡូហើយចំពោះមហាត់មួយនេះគឺជាហៅថាincline យើងប្រើ incline គេហៅ incline machine យើងធ្វើដូចគ្នាគឺ3សិតដដែលហើយពឹងទ្រូងហើយធ្វើយឺតដើម្បីឲ្យសាច់ដុំយើងចូលសពតម្លាក់មួយដើម្បីឲ្យទម្ងន់សង្កត់លើទ្រូងយើងហើយប្រើកម្លាំងរុញចេញតែម្ដងធ្វើឲ្យបានគ្រប់ចំនួនតាម rep តាមអ្វីដែលយើងអាចធ្វើបានហើយគីឡូសូមកុំដាក់ច្រើនពេកតាមកម្លាំងលទ្ធភាពអ្នកនរគ្នាអាចធ្វើបាននោះអ្នកនរគ្នានឹងទទួលបានលទ្ធផលមួយដែលល្អប្រសើរអញ្ចឹងវីដេអូនេះគឺចង់ចែកម្លែកពីការធ្វើមហាត់ទ្រូងប៉ុន្តែនៅក្នុងថ្ងៃច័ន្ទក៏ខ្ញុំក៏មានមហាត់ប្រាណដៃក្រោយផងដែរគេហៅថា tricep ហើយយើងតែដោយសារតែពេលវេលាខ្លីខ្ញុំមិនបានថតទេខ្ញុំត្រឹមតែបង្ហាញអ្នកនរគ្នាត្រឹមតែ chest តែប៉ុណ្្នឹងឯងសាច់ដុំទ្រូងហើយចំពោះលំហាត់ប្រាណនេះយើងរៀបចំកន្លែងឲ្យស្អាតជូតស្អាតទៅហើយ Smith machine ខ្ញុំប្រើ Smith machine ដើម្បីnarrow grip ន័យថា close grip ជាមួយនឹង Smith machine យើងធ្វើឲ្យបាន15ដង3សិតដែរ15ដង12ដងរហូតដល់10ដងអញ្ចឹងធ្វើតាមចំនួននៅកម្លាំងរបស់អ្នកអាចធ្វើបានធ្វើដាក់សម្ពាធឲ្យសាច់ដុំរបស់អ្នកផាំឡើងលើគឺមានន័យថាធ្វើម៉េចឲ្យទ្រូងរបស់យើងគឺស្អិតជាប់គ្នាហើយនេះគឺជា cross rope crossing មានន័យថាប្រើប្រាស់ខ្សែកាបម៉ាស៊ីននេះដើម្បីលេងលំហាត់ទ្រូងហើយដើម្បីត្រូវ upper chest
ហើយយើងធ្វើជឿហើយដើម្បីឲ្យនេះខ្ញុំក៏ធ្វើមិញទេហើយនេះដល់ខ្ញុំធ្វើម្ដងហើយយើងព្យាយាមទៅដាក់គីឡូណាដែលសមរម្យសម្រាប់កម្លាំងអ្នកនរគ្នាទាញអាចបានធ្វើម៉េចចលនាអ្នកនរគ្នាគឺពើងទ្រូងខាងលើហើយខ្ញុំរាំងកើតិចភាសាតែប្រើជើងនឹងកើតែពិតចលនារាំងខិតខំតិចតែមិនអីដែលយើងប្រឹងប្រែងធ្វើម៉េចដាក់ focus ទៅលើទ្រូងរបស់យើងហើយដើម្បីឲ្យហើយនេះគឺយើងយកទ្រូងកដាល middle chest ប៉ុន្តែយើងគាត់រៀងដាក់ដៃទាបបន្តិចហើយខ្ញុំឲ្យគាត់ដាក់ដៃឡើងលើបន្តិចដើម្បីឲ្យចូលទ្រូងពេញមិនគាត់រៀងហើយទ្រូងគាត់រៀងផតបន្តិចប៉ុន្តែអត់អីទេផ្កាយតាមនឹងផ្កាយតាមអ្វីដែលយើងតាមលទ្ធភាពដែលយើងអាចផ្កាយបានហើយសូមដាក់គីឡូដែលពួកយើងអាចទាញទៅរួចអញ្ចឹងក្នុងមហាត់នេះយើងធ្វើយ៉ាងណាឲ្យគ្រប់ចំនួន3សិតដូចគ្នាដើម្បីឲ្យលេងយ៉ាងណា3សិតដូចគ្នាហើយដើម្បីឲ្យយើងអាចធ្វើទៅបានដើម្បីដាក់គីឡូមួយដែលសមរម្យបំផុតហើយធ្វើយឺតដើម្បីឲ្យសាច់ដុំយើងផាំចូលគ្នាអាចចូលទៅបានធ្វើមួយហើយគឺនេះគឺជាលំហាត់យក lower chest ចឹងមកក្រោបហើយដាក់គីឡូណាដែលអាចយើងធ្វើបានហើយមួយលំហាត់ប្រាណនេះគឺជាគេហៅថា land march យើងប្រើបាមួយហើយនឹង plate មួយហើយជ្រើសរើសគីឡូណាដែលសមរម្យសម្រាប់ដាក់បញ្ចូលហើយធ្វើម៉េចឲ្យមានសម្ពាធទៅលើដើមទ្រូងហើយបន្ទាប់មកយើងព្យាយាមរុញ push វាមួយដើម្បីឲ្យចលនាដែលដុំដែកនេះគឺសង្កត់លើដើមទ្រូងអ្នកនរគ្នាចូលល្អនៅហាត់នេះគឺអាចប្រើប្រាស់បានយកមកអនុវត្តហើយលេងចន្លោះអាចលេងពី3សិតទៅអាចមួយសិត15ឬក៏មួយសិត12តាមលទ្ធភាពអ្នកនរគ្នាបានធ្វើមួយយឺតឃើញចលនាគឺចូលខ្លាំងម្ដងអ្នកនរគ្នាចូលខ្លាំងហើយមានអារម្មណ៍ថាទ្រូងយើងចាប់ផ្ដើមតឹងណែនឡើងលើតែម្ដងអ្នកនរគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអ្នកនរគ្នា